សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកដល់លេងទៀតហើយគឺជាមាត់ទន្លេនៅខាងត្រើយម្ខាងគេហៅថាសួនសុខាចានៅទីនេះមានមនុស្សជាច្រើនមានកន្លែងលក់ជាច្រើនហើយមនុស្សដើរលេងក៏ច្រើនហើយអ្នកលក់ក៏ច្រើនដែរបងប្អូនអើយចាចង់ឲ្យចំណែកខ្យល់អាកាសទីត្រជាក់មែនតើនេះតាមមាត់ទន្លេហ្នឹងគេមានបងសម្រាប់អង្គុយលេងហើយទៅញញ៉ាំអីបដាមកហើយនឹងខ្យល់ត្រជាក់តាមដងផ្លូវហ្នឹងតាមមាត់ទន្លេហ្នឹងគឺថាត្រជាក់ចិត្តត្រជាក់កាយមែនតែនចាចំណែករបស់ញ៉ាំជាមិនខ្វះទេនេះហើយកន្លែងនេះគឺកន្លែងសួនមួយទៀតហៅសួនអីដែលខ្ញុំអត់បានមើលឈ្មោះគេរៀបចំស្អាតមែនតែនមានកន្លែងអង្គុយលេងហើយមានកញ្ចុះក្នុងហ្នឹងហើយទៅមាននៅកន្លែងនោះកន្លែងគេឡើងទៅកម្មនៅឡើងខាងលើបងប្អូនហើយស្អាតមែនតែនយើងចង់នៅខាងលើក៏បានយើងនៅខាងក្រោមក៏បានដែរហើយវាមានកញ្ចុះយើងជុំវិញហ្នឹងមានកញ្ចុះជុំវិញចាយើងចង់នៅក្នុងកញ្ចុះក៏បាននៅក្នុងកន្លែងកៅអីខាងក្រៅក៏បានខ្យល់ត្រជាក់ធម្មជាតិក៏បានហើយខាងក្នុងកញ្ចុះវាមានម៉ាស៊ីនវាមានអីគេទាំងហាលចាមានទាំងហាលនៅក្នុងហ្នឹងហើយមួយទៀតយើងឡើងកម្មចដាខាងលើនោះក៏មានដែរអញ្ចឹងយើងចង់ជ្រើសរើសមួយណាក៏បានដែរហើយក៏យើងកំងអីញ៉ាំទៅយើងសម្បូរបែបមែនតែនសម្បូរណាអីក៏មានដែរគឺថាច្រើនមែនតែនហ្មងចាហើយចំណែកអ្នកដើរលេងវិញទៅដើរញ៉ាំវិញក៏ចូលទៅញ៉ាំអីក្នុងហ្នឹងយ៉ាងច្រើនកកចាលក់ដាច់មែនតែនបងប្អូនអាចទៅលេងបាននៅក្រៅម្ខាងយើងនៅសួនសុខាក្រៅម្ខាងយើងហ្នឹងណានេះណែគឺជាមនុស្សចូលរហូតចូលបន្តគ្នារហូតណាយើងមើលយើងឃើញគេញ៉ាំបដានិយាយលេងការហូស៊ីបដាការនិយាយលេងបដាចាគេនេះសប្បាយមែនតើណាដែលថាយើងដើរលេងផងនិយាយការងារផងធ្វើឲ្យយើងដោះស្រាយបញ្ហាបានល្អចាអញ្ចឹងបងប្អូនចាចង់ឲ្យបង្ហាញនៅកន្លែងណាទៀតសូមខមមិនមកខាងក្រោមចាជួបគ្នានៅវីដេអូក្រោយចាជម្រាបលាបាយបាយ